អ្នកគ្រប់គ្រងមិនពេញចិត្តនឹងមានការរិះគន់ជាខ្លាំងក្រោយលីសាបង្ហាញក្បាច់រាំមួយនេះនៅលើឆាកអន្តរជាតិនាពេលកន្លងមកព័ត៌មានតារាជាតិតារាអន្តរជាតិសង្គមវប្បធម៌អរិយធម៌តន្ត្រីនិងភាពយន្តលីសាគឺជាជនជាតិថៃនាងគឺជាតារាចម្រៀងអ្នករាំនិងជាអ្នកសរសេរប្រយោគបទចម្រៀងហើយលីសាក៏ជាសមាជិកនៃក្រុមចម្រៀងកូរ៉េខាងត្បូង Blackpink ផងដែរអ្នកដែលតាមដានសង្គមព័ត៌មានសិល្បៈជាពិសេសគឺក្រុម Blackpink តែម្ដងប្រហែលជាបងប្អូនបានឃើញហើយមួយរយៈចុងក្រោយនេះលីសាដូចជារងព្យុះភ្លៀងនិងមានការរិះគន់ច្រើនទៅលើការស្លៀកពាក់នៃការតុបតែងខ្លួនរបស់នាងរៀងលើសជាងកន្លងមកជាពិសេសដូចជានាងបានចូលរួមកម្មវិធីមួយនៅលើឆាកអន្តរជាតិនេះពេលកន្លងមកដោយបានបញ្ចេញនៅក្បាច់រាំមើលទៅស្រាប់ស្រាលគេប្រៀបធៀបទៅនឹងឡាំយ៉ៃដែលជាតារាចម្រៀងនៅប្រទេសថៃដែលមានការរិះគន់ក៏ដូចជាមានរឿងអាស្រូវជាមួយនឹងអ្នករាំអីចឹងទៅលក្ខណៈថាហុចចឹងទៅក៏មានអារម្មណ៍អីចឹងណាហើយលីសារាំស្តៀងទៅនឹងឡាំយ៉ៃដែរអញ្ចឹងហើយបានធ្វើឲ្យអ្នករិះគន់នៅក្នុងស្រុកក៏ដូចជាក្រៅស្រុកគឺអត់ពេញចិត្តនៃសកម្មភាពមួយចំនួនរបស់លីសាមួយរយៈចុងក្រោយនេះទេហើយក្នុងនោះដែរក៏មានការខមមិនមួយចំនួនធំដែរដែលបានលើកឡើងថាលីសាពីមុនហ្នឹងគឺបាត់ទៅណាស់ហើយអ្នកខ្លះទៀតក៏បាននិយាយដែរថាចង់ឲ្យលីសាត្រឡប់មកដូចដើមវិញពីព្រោះលីសាពីមុនគឺគាត់ស្អាតទាំងការតបតែងខ្លួនអីវាអត់លើសអីអញ្ចឹងអត់សិចស៊ីជ្រុលអីចឹងទៅតែមួយរយៈចុងក្រោយនេះចូលកម្មវិធីមួយចំនួនក៏មើលទៅការស្លៀកពាក់របស់គាត់រៀងលើសដែរអញ្ចឹងណាបើខមមិនមួយនេះវិញក៏បានសរសេរជាភាសាអង់គ្លេសថា I miss the old Lisa because this new Lisa is so much bad អញ្ចឹងមានន័យថាខ្ញុំនឹកលីសាពីមុនណាពីព្រោះអីលីសាឥឡូវនេះមើលទៅមិនសូវល្អនោះទេរឿង bad អីចឹងទៅមានការរិះគន់ផ្សេងទៀតចង់ឲ្យលីសាដូចលីសាពីមុនអីចឹងទៅចាគឺអត់សូវពេញចិត្តក្រោយលីសាបង្ហាញក្បាច់រាំក្នុងបទចម្រៀងម៉ានីនេះហើយឲ្យតយរៀងដូចហុចអីចឹងណាបងប្អូនចានេះគឺ style គឺជា style អីចឹងទៅអញ្ចឹងគេថាអត់តំណងអីចឹងណាមើលទៅអត់សមរម្យមើលទៅដូចជាមិនដឹងទេក្បាច់រាំមួយនេះអីចឹងទៅដូចទៅនឹងឡាំយ៉ៃដែលរំហុចក៏មានរឿងអាសើជាមួយ dancer ខ្លួនឯងរឿងលើក្រែអីចឹងទៅហ្នឹងគឺគេចង់ប្រៀបធៀបអញ្ចឹងណាពុកម៉ែបងប្អូនអញ្ចឹងសម្រាប់បងប្អូនយល់យ៉ាងណាដែរចំពោះក្បាច់រាំរបស់លីសាដែលបានបង្ហាញនេះអញ្ចឹងវីដេអូរបស់នេះខ្ញុំគឺមានតែប៉ុណ្្នឹងឯងអរគុណសម្រាប់ការទស្សនាជួបគ្នានៅវីដេអូបន្ទាប់ចា៎